អ្នកមេបានសុំនាងខ្ញុំឲ្យបង្ហាញយ័ន្តសម្រាប់ឲ្យបងប្អូនស្កេនចេញមកដាក់កន្លែងរកស៊ីជួញដូរក៏ដូចជាយ័ន្តមួយទៀតសម្រាប់កប់នឹងដីយ័ន្តព្រះសិវលីសម្រាប់រកស៊ីមានបានចាដោះដូរពធនីបានអញ្ចឹងនាងខ្ញុំអត់ដឹងទេមិនមែនមានបំណងថាលាក់យ័ន្តហ្នឹងសម្រាប់តែខ្លួនឯងទេព្រោះយ័ន្តហ្នឹងជាយ័ន្តរបស់លោកទុដងលោកមុនចេញពីព្រៃមកលោកគូយ័ន្តហ្នឹងឲ្យអញ្ចឹងបើបងប្អូនណាបានឃើញវីដេអូនេះសូមជួយ share ម្នាក់5ដងព្រោះខ្ញុំត្រូវការបច្ច័យយកមកកសាងវត្តព្រះវិហារនៅភ្នំហប់លោកកសាង5ឆ្នាំហើយកសាងមិនចេះចេញសោះមិនចេះរួចសោះអញ្ចឹងសូមបងប្អូនជួយ share ដើម្បីចូលជាបច្ច័យចូលរួមពិធីបុណ្យពិធីនិយាយរួមទៅថាប៉ុនទៅចោះថាខ្ញុំយកទៅប្រគេនលោកបើសិនជាបានបច្ច័យពីភ័យផ្លូវការនេះអញ្ចឹងគោរពថ្លែងអំណរគុណចំពោះបងប្អូនទាំងឡាយដែលបានគាំទ្រក៏ដូចជាបងប្អូនខ្លះនៅតែខលមកសួរខ្ញុំទៀតនៅតែឆាតមកសួរទៀតថាធ្វើប្រម៉ែធរណីនឹងធ្វើម៉េចឲ្យប្រម៉ែជួយបានលឿនបងប្អូនលឿនមិនលឿនលើស៊ីសងលើប៉ុនរបស់បងប្អូនគ្រាន់តែបងប្អូនជាមនុស្សល្អចាបងប្អូនអត់ចំណែនអ្នកដតីបងប្អូនគិតល្អចំពោះខ្លួនឯងក៏ដូចជាអ្នកដតីចេះជួយយកអាសាគេនិងប្រមេធរណីស្រឡាញ់ណាស់វត្ថុស័ក្តិសិទ្ធិគ្រប់អង្គក៏លោកស្រឡាញ់ណាស់លោកជួយតែបើបងប្អូនងាកអីទៅងាកអីចំណែនងាកអីចង់កាច់កង់គេចង់ជន់ពន្លិចក្តិចត្រួយគេអត់កើតទេណាបងប្អូនចាបន្តិចទៀតនេះនាងខ្ញុំនឹងបង្ហាញពីយ័ន្តបងប្អូន screenshot អត់ទាន់ចាបងប្អូនអាចចូលមើលក្នុង comment តែនាងខ្ញុំសុំណាជាខាតនិបជាតម្លៃថ្លៃតនិបគ្រូសូមបងប្អូនជួយ share ម្នាក់5ដងដើម្បីនាងខ្ញុំយកបច្ច័យនេះពីការរកបច្ច័យនេះយកទៅប្រគេនព្រះសង្ឃនៅវត្តភ្នំហប់ដែលលោកសាងសង់ព្រះវិហារនាងខ្ញុំអត់បានគៀកបងប្អូនឲ្យចូលបច្ច័យទេតែបើបងប្អូនចង់ចូលបច្ច័យដែរនាងខ្ញុំនឹងទម្លាក់ QR code នៅក្នុង comment នេះដែរណាហើយនាងខ្ញុំនឹងទម្លាក់រូបយ័ន្តនៅក្នុង commentសម្រាប់បងប្អូនចាហើយយ័ន្តនេះគឺជាយ័ន្តរបស់លោកតាទុដងនៅក្នុងព្រៃចាលោកទុដងនៅក្នុងព្រៃទេតែលោកមាននិស័យលោកក៏បានចេញយ័ន្តនេះមកណាបងប្អូនណាអាច screenshot បានបើមិនទាន់ទេមិនចេះ screenshot ចូលមើលក្នុង comment ចាហើយឲ្យបេះដូងឲ្យមេដៃជួយ share ម្នាក់5ដងនេះគឺជាយ័ន្តសារិកាលិនថោងអង្គព្រះសីវលីចាហើយលោកឲ្យមកខ្ញុំហ្នឹងគឺដាក់ក្នុងកាបូបហ្នឹងរយៈពេល75ឆ្នាំនេះខ្ញុំមិនដែលខ្វះខាតរឿងបច្ច័យទេទោះមិនទាន់ជួបប្តីខ្ញុំក៏ដោយចារើសអេតចាយក៏ដោយការនៅរើសអេតចាយនាងខ្ញុំរើសអេតចាយទេណាបងប្អូនណាជីវិតក្រោម0ធ្លាក់ក្រោម0ចាជួនកាលនៅក្នុងកាបូបមានតែ1000ខ្មែរផងតែតាំងពីបានយ័ន្តនេះមកគឺខ្ញុំលុយចូលអត់ដាច់ពីដៃសោះតិចច្រើនដឹងតែចូលចាទី1ដាក់យ័ន្តហ្នឹងទៅក្នុងកាបូបទៅសេឈ្មោះបងប្អូននៅខាងក្រោមផងណាកន្លែងត្នេងក្រោមកុំដាក់ពីលើទី2ស្ករសដាក់ថង់កឹបមាត់អញ្ចេះនេះខ្ញុំមានត្បូងហ្នឹងខ្ញុំជាវខ្ញុំទិញផ្ទះល្វែងនៅបរិយព្រីមៀខេត្តសៀមរាបហ្នឹងទៅបានត្បូងហ្នឹងខ្ញុំកាយដីដាំបន្លែដាំផ្កានៅមុខផ្ទះបានត្បូងហ្នឹងខ្ញុំក៏យកត្បូងហ្នឹងដាក់ក្នុងបងប្អូនមានមាសបងប្អូនមានអង្គចាបងប្អូនអាចដាក់អង្គហើយបត់យ័ន្តហ្នឹងមកបាញ់ទឹកអប់ផងណាយាងព្រះសីវលីនិងសារិកាលិនថោងបត់ដាក់ចូលកាបូបដូចនាងខ្ញុំនេះដាក់អង្គ7គ្រាប់ចាខ្ញុំអត់បានដាក់អង្គទេចាអង្គហ្នឹងវែងអត់យកអង្គបាក់ឯណាអង្គវែងចាដាក់ចូលជាមួយស្ករសហ្នឹងបើបងប្អូនមានមាសដាក់មាសបើអត់មានមាសទេដាក់លុយយ៉ាกระดาษ500กระดาษ100អីចឹងតាក់លុយមកណាបងប្អូនណាដាក់ក្នុងកាបូបផងដាក់ក្នុងថង់ស្ករសផងបើខ្ញុំអត់ដាក់ក្នុងថង់ស្ករសខ្ញុំដាក់ក្នុងកាបូបលុយហើយខ្ញុំដាក់កាក់ចិនអាកាក់ប្រហោងគេអាសេនកុសខ្យល់យើងហ្នឹងដាក់ចូលក្នុងកាបូបនឹងដែរណាបងប្អូនណាចាហ្នឹងគឺយ័ន្តហ្នឹងគឺបងប្អូនអាច screenshot មក scan ចេញមកបងប្អូនដាក់ក្នុងកាបូបផងមួយទៅដាក់ក្នុងកន្លែងរ៉ូស៊ីបងប្អូនដាក់ក្នុងទូរ៉ូស៊ីចាហើយនឹងនិយាយរួមទៅដាក់កន្លែងរ៉ូស៊ីចំណែកនេះមួយទៀតយ័ន្តមួយទៀតនេះបងប្អូនអាចយកទៅកប់នៅក្នុងដីកន្លែងបងប្អូនចង់ដោះដូរពធរណីចាផងដាក់នៅកន្លែងលក់ដូរផងអរគុណគោរពជម្រាបលាបាយបាយ